Bà bangប្អូនបន្ទាប់ពីយើងធ្វើការច្រូតស្រូវរួចបាទអញ្ចឹងយើងបានចំបើងមកបាទអញ្ចឹងចំបើងរបស់យើងគឺអត់ឲ្យអត់ប្រយោជន៍ទេបាទឥឡូវដោយសារតែវាស្ងួតហើយយើងទៅប្រមូលមកពីស្រែបាទអឺយើងប្រមូលមកល្មមដើម្បីយកមកធ្វើអីបាទគឺយើងយកមកធ្វើកន្លែងឲ្យកូនមាន់របស់យើងបាទអញ្ចឹងយើងនឹងទៅមើលទាំងអស់គ្នាថាតើខ្ញុំយកមកធ្វើយ៉ាងដូចម្ដេចបាទអញ្ចឹងនេះគឺជាចំបើងបាទដែលខ្ញុំបានប្រមូលមកពីស្រែមកបងប្អូនបាទអញ្ចឹងយើងយកមកដាក់នៅក្នុងទ្រុងដែលយើងធ្វើសម្រាប់ដាក់កូនមាន់បាទអានេះគឺខ្ញុំទៅតែធ្វើរួចប្រហែលថ្ងៃមុននេះនឹងឯងបាទអញ្ចឹងទៅយើងដាក់ចំបើងដើម្បីកម្ដៅវាបាទយើងអត់មានអង្កាមដាក់បាទអញ្ចឹងយើងប្រើចំបើងដើម្បីឲ្យវាក្រាបស្រួលទៅពេលដែលខែត្រជាក់អញ្ចឹងគឺវាបានចំបើងវាកក់ក្ដៅអញ្ចឹងណាបាទនេះគឺមេមាន់របស់ខ្ញុំបាទវាញាស់បាទវាចាប់ផ្ដើមញាស់អស់ហើយបាទឥឡូវនេះគឺខ្ញុំកំពុងតែឆែកមើលថាតើវាមាននៅសល់អត់បាទបើសិនជាវានៅសល់គឺយកអត់ទាន់លើកទេប៉ុន្តែជាក់ស្ដែងខ្ញុំឆែកមើលទៅឃើញថាវាបានញាស់អស់ហើយបាទអញ្ចឹងនៅពេលដែលវាញាស់អស់ហើយខ្ញុំនឹងធ្វើការលើកវាយកទៅដាក់នៅក្នុងប្លុកទ្រុងអំបញ្ញមិញបាទដើម្បីឲ្យវានៅកន្លែងទ្រុងនោះសិនយើងឲ្យថ្នាំដល់កូនមាន់របស់យើងសិនដើម្បីឲ្យវាមានភាពរឹងមាំនិងបង្កើតនៅអង្គតិកឲ្យវាមានភាពស៊ាំរបស់វាធន់នឹងអាកាសធាតុនិងមានសុខភាពល្អជាមុនសិនចាំយើងធ្វើការប្រឡែងឲ្យវាដើរខាងក្រៅបានបាទអញ្ចឹងសម្រាប់បងប្អូនដែលចិញ្ចឹមមាន់បែបលក្ខណៈគ្រួសារដូចខ្ញុំអញ្ចឹងគឺយើងអាចទិញជាស្បៃអីតិចតួចឬក៏បើយើងមានឈើអីនៅផ្ទះរបស់យើងអញ្ចឹងយើងវាយធ្វើវាទៅហើយយើងអាចយកជាចំបើងអីយកមកដាក់ក៏បានដែរបើសិនតែយើងអត់មានកាមសម្រាប់កម្ដៅកូនមាន់អញ្ចឹងណាព្រោះអីមាន់តែកាលណាតែយើងអត់មានអីដាក់កម្ដៅវាហើយអត់មានថ្នាំដើម្បីការពារវាទៀតបាទវាងាយរងនៅបញ្ហាឈឺបាទអញ្ចឹងហើយបងប្អូនអាចជាឆ្ងល់ហើយថាខ្ញុំប្រើថ្នាំអីដើម្បីឲ្យកូនមាន់ផឹកបាទអញ្ចឹងខ្ញុំនឹងបង្ហាញដល់បងប្អូនថាខ្ញុំប្រើថ្នាំអ្វីដើម្បីឲ្យកូនមាន់របស់ខ្ញុំផឹកពីដំបូងឡើយវានៅទូចអញ្ចឹងបាទបងប្អូនយើងត្រូវតែឲ្យនៅចំណីដែលសម្រេចសិនបាទព្រោះអីវានៅតូចវាអត់អាចស៊ីចំណីអីធំដុំដូចមេវាបានទេបាទអញ្ចឹងនេះខ្ញុំនឹងធ្វើការលាយបាទថ្នាំសម្រាប់កូនមាន់បាទអានឹងគឺយើងអាចលាយឲ្យវាផឹកចាប់ពីអាយុ1ថ្ងៃដល់30ថ្ងៃបាទបងប្អូនបាទដែលថ្នាំនេះផងដែរគឺមានឈ្មោះថា Cholicivit បាទបងប្អូនអាចមើលតាមរូបដែលខ្ញុំបង្ហាញនឹងបានបាទអញ្ចឹងចំណីខ្ញុំដាក់ចំណីសម្រាប់លាយជាមួយនឹងកញ្ចុងកខ្លះបាទដើម្បីឲ្យមេវាអាចស៊ីនៅកញ្ចុងកបានចំណែកចំណីសម្រាប់គឺអាចថាកូនមាន់វាស៊ីទៅវាងាយក្នុងការរំលាយអញ្ចឹងណាព្រោះអីកញ្ចុងកគឺវានៅរឹងអញ្ចឹងទៅយើងដាក់ឲ្យលាយអញ្ចឹងគឺដើម្បីឲ្យមេវាបានស៊ីដែរកុំឲ្យវាស៊ីតែចំណីរបស់កូនអញ្ចឹងណាអញ្ចឹងហើយសម្រាប់បងប្អូនដែលចង់បានឬក៏ចិញ្ចឹមមាន់ដូចខ្ញុំអត់មានថ្នាំសម្រាប់ឲ្យកូនមាន់បងប្អូនអាចតាក់ទងដើម្បីសាកសួរព័ត៌មានបន្ថែមបានបាទសូមអរគុណ